Sắt cần tôm rồiคือជាប្រភេទសត្វល្អិតដែលមានស្លាបស្ដើងនិងមានរូបរាងប្លែកពីគេយោងតាមវចនានុក្រមខ្មែរវាត្រូវបានពន្យល់ថាជាឈ្មោះសត្វល្អិតមួយប្រភេទក្បាលធំខ្លួនវែងជាប់មកជាកន្ទុយមានស្លាបស្ដើងហើរបានខាងក្រោមនេះគឺជាព័ត៌មានលម្អិតនិងគួរឲ្យចាប់អារម្មណ៍អំពីសត្វកន្ទុំរុយលក្ខណៈរូបរាងកាយក្បាលនិងភ្នែកសត្វកន្ទុំរុយមានក្បាលធំនិងភ្នែកសមាសដ៏ធំពីរដែលអាចមើលឃើញបានស្ទើរតែ360ដឺក្រេស្លាបមានស្លាបស្ដើងថ្លាពីរគូ4ស្លាបដែលអាចបាត់បែននិងធ្វើចលនាដោយឯករាជ្យពីគ្នាខ្លួនមានរូបរាងវែងនិងឆ្នោតប្រហាក់ប្រហែលនឹងកន្ទុយសមត្ថភាពពិសេសក្នុងការរស់នៅអ្នកប្រមាញ់ដកពូកែកន្ទុំរុយគឺជាសត្វស៊ីសាច់ជាអាហារដោយវាដេញចាប់សត្វល្អិតតូចៗផ្សេងទៀតនៅលើអាកាសដូចជាមូសរុយនិងមេអំបៅជាដើមវាត្រូវបានគេប្រសិទ្ធនាមថាជាធាតុកោលើអាកាសការហោះហើរវាមានសមត្ថភាពហោះហើរដ៏អស្ចារ្យដែលអាចហោះទៅមុខថយក្រោយហោះឆ្វែលនិងទប់លំនឹងមួយកន្លែងនៅលើអាកាសបានយ៉ាងស្ទាត់ជំនាញវត្តជីវិតកន្ទុំរុយតែងតែពងដាក់ក្នុងទឹកឬក្បែរប្រភពទឹកកូនរបស់វារស់នៅក្នុងទឹកនិងស៊ីសត្វល្អិតក្នុងទឹកជាអាហារមុនពេលវាលូតលាស់ពេញវ័យនិងដុះស្លាបហើរឡើងលើអាកាសផលប្រយោជន៍ចំពោះបរិស្ថានជួយកាត់បន្ថយសត្វល្អិតចង្រៃការស៊ីមូសនិងរុយជាអាហាររបស់វាបានជួយកាត់បន្ថយភ្នាក់ងារចម្លងរោគដល់មនុស្សនិងសត្វដទៃទៀតសូចនាការបរិស្ថានវត្តមានរបស់សត្វកន្ទុំរុយបង្ហាញថាប្រភពទឹកនិងបរិស្ថាននៅក្នុងតំបន់នោះមានសភាពស្អាតនិងមានតុល្យភាពធម្មជាតិល្អ